បាទសួស្តីពុកម៉ែមេមីបងប្អូនទាំងអស់គ្នាជាទីគោរពនិងរាប់អានហើយក៏សូមស្វាគមន៍ដែរក៏សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូថ្មីនេះគឺ admin គឺមានវីដេអូ clip បាទមួយ clip សម្រាប់ចែកជូនទៅដល់ពុកម៉ែមេមីបងប្អូនទាំងអស់គ្នាទស្សនាហើយចាំចូលរួមជាមួយនឹងការ comment ជាយោបល់តាមការគួរជាមួយនឹង admin ទាំងអស់គ្នាហើយ admin ក៏មានការចូលរួមជាយោបល់ខ្លះៗសម្រាប់ admin ផ្ទាល់ជាមួយក្នុងវីដេអូនឹងផងដែរបងប្អូនទាំងអស់គ្នាតោះឥឡូវក៏មកខាត់ពេលយូរសូមបងប្អូនចូលតាមដានទស្សនាជាមួយ admin ទាំងអស់គ្នាបងប្អូនណាថាតើនៅក្នុងវីដេអូនេះមានរឿងរ៉ាវអ្វីទៀតបងប្អូនទាំងអស់គ្នាខ្ញុំនិយាយមែនបងប្អូនអរគ្នាខ្ញុំពិតជាអត់បងប្អូនខ្ញុំមានវីដេអូមួយយកមកចែកម្លែកជូនបងប្អូនអរគ្នាបានស្ដាប់តាក់ទងពីសម្ដីរបស់បុគ្គលខាង$23ដែលគោលនយោបាយរបស់ពួកគេនោះគឺគ្រប់គ្រងសៀមពេញទំហឹងឲ្យវាយកំទេចប្រទេសខ្មែរយើងឲ្យខ្លាចជាផេះហើយបងប្អូននេះគឺជាសម្ដីរបស់បុគ្គលដែលតែងតែស្រែកថាស្រឡាញ់ប្រទេសខ្មែរស្រណោះប្រទេសខ្មែរតោះបងប្អូនចូលមកស្ដាប់វីដេអូនេះជាមួយខ្ញុំនិងយើងនឹងយកមកវែកញែកជាមួយគ្នាតាមក្រោយសួស្តីបងប្អូនថ្ងៃនេះខ្ញុំនិយាយរឿងយើងពឹងពាក់គេទៅបងប្អូនយើងពឹងពាក់គេទៅថ្ងៃនេះខ្ញុំនិយាយពឹងពាក់ព្រះចៅក្រុងថៃវជ្រាលង្កននិងម្ចាស់ស្ត្រីស្រិនថនខ្ញុំសូមណំពរថាសូមបន្តិចបងប្អូនទាំងគ្នាចុះឲ្យឈាមជ័រស្អីឯងឈាមជ័រស្អីសិតស្អីបច្ចៅក្រុងថៃស្អីពនាងសរិនថនម៉ែអីស្អីឯងចេញមកឈួតអញ្ចឹងឯងនៅពេលដែលក្មេងជេរនៅពេលដែលមានគេជេរច្រើនឯងកុំឆ្ងល់មកពីខួរក្បាលរបស់ឯងនឹងហើយតែដីខ្មែរអស់ផងឯងអស់ច្រើនមកដល់សពថ្ងៃហ្នឹងមូលហេតុដោយសារអីដោយសារតែមានពួកអបកុលដូចពួកឯងហ្នឹងហើយដែលចេញមកគឺព្យាយាមបំបែកបំបាក់ផ្ទៃក្នុងខ្មែរបងប្អូនយល់យ៉ាងណាដែរសូមអធិស្ឋានបងប្អូនណាមិនត្រូវកាត់នៅក្នុងចំណុចហ្នឹងត្រូវឲ្យយើងវែងតិចទៀតប៉ុន្តែដោយសារតែលឺស្អីសិតស្អីពេះចៅស្អីឯណានៃថ្ងៃនេះហ่ะមិនគួរកើតមកចេះនិយាយភាសាខ្មែរទេតើបងប្អូនទៅតាមទស្សនាបន្តទៅទៀតឲ្យមេតបឬក៏អនុទានហើយជាពិសេសគឺមេតបទាំង3មេតបជើងទឹកមេតបជើងគុកនិងមេតបជើងអាកាសខ្ញុំថាបើវាយសារនេះគឺវាយតាមខ្សែចង្វាក់ទៅហើយវាយគ្រប់ផ្នែកទៅវាយគ្រប់ផ្នែកទៅអនុទានវាយគ្រប់ផ្នែកទៅជឿខ្ញុំហើយវាយលួចរំលំរបបនេះជឿខ្ញុំវាយលួចរំលំរបបនេះរួយទុករបបនេះអត់បានទេលួចលុយពីប្រជាពលរដ្ឋទូទាំងពិភពលោកច្រើនណាស់ហើយប្រជាពលរដ្ឋខ្ញុំគ្រប់គ្រងឲ្យថៃរៀបចំហើយខ្ញុំស្នើជាពិសេសគឺព្រះចៅក្រុងថៃវជ្រាលង្កនសុំកាត់បន្តិចទៀតប្រជាពលរដ្ឋខ្ញុំយ៉ាងម៉េចឯងនឹងស្អីឯងទួនទីនឯងនឹងទួនទីស្អីរាល់ថ្ងៃហ្នឹងស្អីប្រជាពលរដ្ឋខ្ញុំនឹងស្អីឯងនឹងស្អីសម្ដីដូចឯងនេះសម្រាប់ឯងនេះបើសិនជាកំណើតឯងឈាមមានឈាមជាប់ខ្មែរមែនណាក៏ឯងក៏ត្រូវគេទិញក្បាលដែរឯងយល់ទេអត់កំណើតកូនខ្មែរគ្រប់រូបម្នាក់គេចូលរួមគេព្យាយាមគេលះបង់គេស្រឡាញ់ទឹកដីខ្មែរគេព្យាយាមជួយថែរក្សាមិនថាបងវិរៈកងទ័ពជួលមុខមិនថាជាបងប្អូនយើងមិនត្រឹមតែនៅក្នុងប្រទេសទេតែនៅក្រៅប្រទេសលោកចូលរួមណាលោកតែងតែខមមិនពាក្យល្អនៅក្នុងវីដេអូរបស់ខ្ញុំបងប្អូនទាំងគ្នាលោកតែងតែខមមិនពាក្យលើកទឹកចិត្តលោកចូលរួមទោះបីតែពេលខ្លះលោកមិនមែននៅប្រទេសកម្ពុជាលោករស់នៅប្រទេសបណ្ដាប្រទេសផ្សេងប៉ុន្តែអាមួយនេះបងប្អូនអ្វីដែលឯងគិតនេះមិនដឹងថាឯងគោលបំណងឯងចង់បានស្អីអ្វីដែលសំខាន់គឺសម្រាប់កូនខ្មែរគឺមិនចង់មានមនុស្សឬក៏មានអាប្រភេទអាពួកអាខួរក្បាលដូចឯងទេស្ដាយណាស់ដែលម៉ែឯងបង្កើតឯងមកស្ដាយមែនតើបងប្អូនទាំងគ្នាឃើញមុខអាមួយនេះហើយបងប្អូនសម្រាប់ការបញ្ចេញវីដេអូរបស់វាគឺប៉ះពាល់ច្រើនខ្លាំងមែនតើមិនគួរបងប្អូនទាំងគ្នាហ្នឹងហើយកូនខ្មែរម្នាក់គឺលោកខិតខំព្យាយាមណាលះបង់ពេលវេលាលះបង់បាទនឹងចូលរួមដើម្បីប្រទេសកម្ពុជាដល់ទូកនេះហើយក៏ព្យាយាមយើងសាមគ្គីគ្នាបាទហើយមើលតការពហិការឲ្យឃើញណាការពហិការគឺជាការបញ្ជាក់ថាស្មារតីស្នេហាជាតិមិនមែនដូចឯងចេញមកបែបហ្នឹងទេថាចង់ចូលរួមនៅវីដេអូចង់ចូលរួមជាយោបល់នៅtrongវីដេអូប៉ុន្តែដល់ពេលស្ដាប់ទៅវាឈួលបងប្អូនណាឥឡូវយើងទៅតាមដានទស្សនាបន្តទៀតបងប្អូនម្ចាស់ស្ត្រីសរិនថន
សូមឲ្យវៃដួលរំលំរបបហ្នឹងទៅព្រោះអីប្រជាពលរដ្ឋនឹងគ្រប់គ្រងឲ្យថៃវៃហើយថៃវៃកម្ពុជាគ្មានប្រទេសណាមកកាន់ជើងកម្ពុជាទេគ្មានប្រទេសណាមកដាក់សម្ពាធលើប្រទេសថៃទេជាពិសេសគឺមេតបជើងទឹកមេតបជើងគោកនិងមេតបជើងអាកាសថៃវៃតាមខ្សែចង្វាក់វៃគ្រប់ផ្នែកបងប្អូនអរគ្នាពេលដែលបានស្ដាប់បុគ្គលនឹងនិយាយឲ្យបងប្អូនមានអារម្មណ៍យ៉ាងណាដែរសម្រាប់ខ្ញុំស្ដាប់ហើយខ្ញុំមានអារម្មណ៍ថាហួសចិត្តបងប្អូននឹងថ្ងៃហ្នឹងខ្ញុំអត់សូវបានផុសវីដេអូជូនបងប្អូនអរគ្នាដោយសារតែខ្ញុំរវល់ចូលទៅស្ដាប់ការនិយាយរបស់បុគ្គលនឹងខ្ញុំស្ដាប់គ្រប់វីដេអូហើយខ្ញុំហួសចិត្តហ្មងនិយាយទៅនយោបាយរបស់ពួកអស់នេះគឺដូចគ្នាបងប្អូនគឺជានយោបាយបំរើសៀមនយោបាយកញ្ចេះសៀមមួយម៉ាត់ណាក៏ដោយក៏ពួកវាគ្រប់គ្រងឲ្យសៀមមកកំទេចប្រទេសខ្មែរយើងដែរតែទាំងអស់នឹងមែនជានយោបាយស្រឡាញ់ប្រទេសជាតិខ្មែរមួយនេះសុទ្ធទៅហៅស្ដេចจุฬាលង្កននិងអីគេព្រះនាងម្ចាស់សរិនថននិងលោកអនុทินអូយសង្ហៅគ្រប់ជាពិសេសមេតបសៀមធំទាំងគ្រប់ទិសនឹងចូលរួមប្រមូលផ្ដុំវាយកំទេចប្រទេសខ្មែរហ្នឹងទៅរំលាយប្រទេសខ្មែរហ្នឹងទៅនយោបាយធ្វើដើម្បីខ្មែរហើយវាឆ្ងាញ់ត្រង់ថាមានខ្មែរយើងនេះចូលទៅឲ្យឡាយរហូតដល់6ចេញ 7K តើអ្នកដែលឲ្យឡាយហ្នឹងយកខួរត្រង់ណាទៅគិតថាវានិយាយត្រូវតើនយោបាយការនិយាយរបស់ពួកវាហ្នឹងមិនមែនត្រឹមត្រូវធ្វើដើម្បីខ្មែរតើពួកអ្នកឯងត្រង់ណានិយាយថាតើទង្វើរបស់អ្នកឯងត្រង់ណាដែលថាអ្នកឯងស្រឡាញ់ខ្មែរតែមួយនេះឃើញចេញមកនិយាយពេលណាក៏ដោយក៏មានតែបំបាក់ទឹកចិត្តវិរៈកងទ័ពមានតែការនិយាយបំបះបំបោលឲ្យងើបធ្វើរដ្ឋប្រហារមានតែការនិយាយបំបែកបំបាក់កម្លាំងសាមគ្គីឥឡូវនេះគឺចេញមកនិយាយគ្រប់គ្រងឲ្យសៀមនេះវាកំទេចប្រទេសខ្មែរយើងឲ្យខ្លាចជាផេះទៅខ្ញុំនិយាយមែនបងប្អូនអរគ្នាខ្ញុំពិតជាអត់យល់នៅការធ្វើនយោបាយរបស់ក្រុមរបស់ហ្នឹងតែពួកវាគិតអីការគិតរបស់ពួកវាគឺគ្រប់គ្រងសៀមកាប់មុខសាហាវហើយអញ្ចឹងបកគលអញ្ចឹងមិនមែនដែលពួកមួយចំនួនតូចវានៅតែគិតថាពួកវានឹងធ្វើដើម្បីខ្មែរទឹកដីខ្មែរយើងកាលមុនជាមហាអាណាចក្រមកសល់កូនប្រទេសតូចមួយដែលពិភពលោកសឹងតែមិនដែលស្គាល់ខ្មែរទៀតនេះតើមិនគ្រប់គ្រាន់សម្រាប់ខួរពួកឯងទេអីហេតុអ្វីនៅតែអំពាវនាវឲ្យខ្មែរនេះមានការបែកបាក់គ្នាតើណាបងប្អូនអ្នកនេះតាមពិតវីដេអូនឹងវែងដូចជាបើតាមវីដេអូនេះគឺដូចជាបងស្រីលក្ខណៈគឺគាត់ធ្វើដូចជា9នាទីជាងបាទប៉ុន្តែបើសិនជាមានដាក់វែងគឺអេដមីនអត់បានចូលរួមដែរទេអញ្ចឹងអេដមីនសុំទុកប៉ុណ្្នឹងទៅអេដមីនសុំចូលរួមយោបល់ខ្លះៗដែរបងប្អូនអ្នកគ្នាហើយជាការគិតនេះគឺជាការគិតរបស់អេដមីនផ្ទាល់ទេមិនដឹងថាពុកម៉ែមីបងប្អូនទាំងអស់គ្នាយល់យ៉ាងណាទេអាហ្នឹងអាស្រ័យចាំពុកម៉ែមីបងប្អូនទាំងអស់គ្នាចាំខមមិនចូលរួមតាមការគួរទៅបងប្អូនហ្នឹងហើយអានេះគ្រាន់តែក្នុងនាមអេដមីនជាកូនខ្មែរម្នាក់តែប៉ុណ្្នឹងទេហ្នឹងហើយសម្រាប់អេដមីនក៏មិនមានពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវរាជរដ្ឋាភិបាលឬក៏នយោបាយក៏អត់មានណាហ្នឹងហើយគ្រាន់តែនេះជាយោបល់ខ្លះៗរបស់អេដមីនក្នុងអេដមីនជាបាទជាកូនខ្មែរម្នាក់បងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់ការចេញជាវីដេអូសម្រាប់បុគ្គលមួយនេះបងប្អូនណាបុគ្គលមួយនេះគឺសម្រាប់អេដមីនគឺមិនគ្រប់គ្រងតតសោះតាមដងបងប្អូនដល់គ្នាពុទ្ធសាសអីដោយអេដមីនបានបញ្ជាក់នៅមុខវីដេអូនៅមុនវីដេអូដំបូងអញ្ចឹងបងប្អូនណាហ្នឹងហើយខ្មែរយើងពីមុនគឺដូចជាអាណាចក្រមិនចឹងបងប្អូនណាគឺទឹកដីខ្មែរយើងគឺធំណាស់បើសិនជាអេដមីនមើលទៅតាមឯកសារឬមើលទៅតាមសភៅប្រវត្តិសាស្ត្រផ្សេងគឺទឹកដីខ្មែរយើងគឺធំធេងណាគឺមិនមែនប៉ុណ្្នឹងទេគឺប៉ុណ្្នឹងដូចជាប្រហែលដងទៀត3-4ដងទៀតបងប្អូនណាគឺធំបាទទូចដោយសារអ្វីគឺដោយសារតែខ្មែរយើងគឺបែកបាក់ផ្ទៃក្នុងគឺมันមានការសាមគ្គីគ្នាពីមុនណាបងប្អូនទាំងគ្នាអញ្ចឹងហើយបើសិនជាយើងមានប្រវត្តិសាស្ត្របែបនេះហើយហេតុអ្វីបានខួរក្បាលនេះជាពិសេសនេះពួកអាសេរីនេះពួកអាផែននេះពួកអាខួរក្បាលនេះបាទពួកអានឹងវាមកញុះញង់ឲ្យខ្មែរយើងស្អប់ខ្មែរធ្វើអីបងប្អូនទាំងគ្នាក្នុងគោលបំណងវាដើម្បីអ្វីដែលវានិយាយបងប្អូនគ្រប់ត្រដែរបាទបងប្អូនយើងជាច្រើនសិតតែហៅពួកអាស្ដេចថៃនឹងសិតតែហៅពួកអា10គុតពួកអាស្ដេច10គុតណាបាទសិតតែពួកអាបែកថ្នាំប៉ុន្តែវាសិតតែគោរពអោស្អីណាស្អីបច្ចៅស្អីក្រុងថៃស្អីណាអីព្រះមហាក្សត្រស្អីសរិនស្អីណាមិនដឹងតែខួរក្បាលឲ្យគិតអីសម្រាប់បុគ្គលមួយនេះបងប្អូនណាទោះបីជាវាមានឈាមជាប់ជាខ្មែរប៉ុន្តែក្បាលរបស់វាគឺត្រូវគេទិញក្បាលវាយកហើយណាឬមួយក៏បុគ្គលពួកអានេះសិតតែពួកអាអត់កំណើតបាទមានឈាមជាប់ជាខ្មែរហើយមិនចេះ
យកចំណេះដឹងមិនចេះយកអ្វីដែលនៅក្នុងខ្លួននេះដើម្បីនិយាយទៅដើម្បីជាការលើកទឹកចិត្តដល់បងវរៈកងទ័ពឬក៏លើកទឹកចិត្តឲ្យបងប្អូនខ្មែរយើងរឹតតែមានការសាមគ្គីគ្នាទេប៉ុន្តែវាបែរទៅជានិយាយឲ្យបងប្អូនយើងគឺមានការច្រើនមិនពេញចិត្តនឹងភាសារបស់វាគឺប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍បងប្អូនអរគុណដោយសារអីសិតតែស្អីឯងមេតបស្អីជើងគោកជើងទឹកជើងអាកាសស្អីវាយម្ដងទាំង3ស្អីហើយនឹងចេះក្បួនតបដែរហ៎ចរិតឯងចេះក្បួនតបដែរបងប្អូនទាំងអស់គ្នាស្អីឲ្យវាយស្អីស្របពេលតែមួយស្អីអ្វីដែលឯងធ្វើនេះមិនត្រឹមតែប៉ះពាល់ទៅដល់កិត្តិយសឯងទេម៉ែឪឯងពូជឯងក៏គេជេរដែរក៏គេឌីលដែរឯងយល់ទេហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាណាអានេះជាការគិតរបស់ admin ទេអាបកគោលមួយនេះដែលវាចេញមកបងប្អូនណាអ្វីដែលវាចេញមកនេះ admin ជឿជាក់ថាបងប្អូននឹងជាច្រើនដែលមានអារម្មណ៍ប៉ះពាល់ផ្លូវអារម្មណ៍ដោយសារតែអាបកគោលនេះដែលវាចេញវីដេអូឃ្លីបបែបនេះមកស្ដាយណាស់មិនគួរឲ្យឈាមចូលជាខ្មែរប៉ុន្តែមកចេញវីដេអូបែបនេះគឺ admin គឺមិនពេញចិត្តតាមម្ដងព្រោះដោយសារអីឃើញបងប្អូនយើងជាច្រើនអ្នកដែលលោកតែងតែព្យាយាមធ្វើវីដេអូបាទធ្វើជាវីដេអូឬក៏សរសេរជាសំណេរផ្សេងដែលជាការលើកទឹកចិត្តបងប្អូនខ្មែរយើងជាពិសេសគឺលោកតែងតែព្យាយាមធ្វើយ៉ាងណាគឺលើកទឹកចិត្តកូនខ្មែរយើងឲ្យមានស្មារតីស្នេហាជាតិនិងសាមគ្គីគ្នាដើម្បីថែរក្សាទឹកដីខ្មែរយើងឲ្យនៅគង់វង្សបន្តទៀតប៉ុន្តែសម្រាប់អាមួយនេះគឺវាបាទវាចេញវីដេអូដើម្បីជាការបំបាក់ទឹកចិត្តហើយគឺវាទៅជាលើកទឹកចិត្តឯណាពួកអាចោឯណាឲ្យវាមករត់ទៅឈានពីនរត់ទៅស្អីណាមិនអត់កំណើតបកគលមួយនេះបាទបងប្អូនអរគុណអានេះគឺសម្រាប់ admin ទេបងប្អូនអរគុណហើយមិនដឹងថាអារម្មណ៍របស់ពុកម៉ែមានបងប្អូនអរគុណយ៉ាងណាដែរហ្នឹងគឺចាំបងប្អូនបាទចាំខមមិនតាមការគូទៅបងប្អូនណាហ្នឹងហើយក៏សូមអធិស្ឋានម្ដងហើយម្ដងទៀតព្រោះដោយសារនៅក្នុងវីដេអូនេះគឺមានពាក្យពេចន៍និងកាយវិការដែលមិនសមរូបជាច្រើនព្រោះដោយសារធម្មតាបងប្អូនយើងខំតស៊ូយើងខំព្យាយាមបាទចែកម្លែកព័ត៌មានដំណឹងឬក៏ខំមកទីសាស្ត្រដើម្បីឲ្យជាការលើកទឹកចិត្តឲ្យបងប្អូនខ្មែរយើងសាមគ្គីគ្នាហើយបង្កើតស្មារតីស្នេហាជាតិប៉ុន្តែមិនគួរឲ្យមានបុគ្គលម្នាក់នេះគឺចេញមកបែបនេះ admin គឺមិនពេញចិត្តតែម្ដងបងប្អូននេះហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេតែចង់ចែករំលែកទៅកាន់ពុកម៉ែមានបងប្អូនទាំងអស់គ្នាទស្សនាហើយ admin ក៏សង្ឃឹមថានឹងជួបជាមួយពុកម៉ែមានបងប្អូនទាំងអស់គ្នានៅវីដេអូថ្មីៗក្រោយទៀតបងប្អូនបាទចុងក្រោយសូមអរគុណសូមគោរពលាបងប្អូន